Mình nói bao dươngថ្ងៃនេះគឺយើងអត់ញ៉ាំបាយទេខ្ញុំធ្វើជាទឹកត្រីផ្អែមហើយញ៉ាំជាមួយនឹងបាញ់ហយហើយនឹងនំបញ្ចុកក្នុងនោះយើងមានស្ងោរសាច់ជ្រូក3ជាន់ជាមួយនឹងបន្លែផ្ទាប់មានជីមានសាឡាត់មានស្ពៃបន្លែពណ៌ទឹកក្រូចដែរគឺការ៉ុតយើងឈូសដាក់ចូលទៅក្នុងយើងដាក់ផ្ទាប់ជាមួយបន្លែផ្ទាល់ចាសាច់ជ្រូកខ្ញុំស្ងោរមានស្លឹកខ្ទឹមមានម្ទេសដើម្បីកាត់ក្លិនឆ្អាបឥឡូវយើងចាប់ផ្ដើមមកធ្វើទឹកត្រីផ្អែមជាមួយគ្នាក្នុងទឹកត្រីផ្អែមនេះខ្ញុំដាក់ខ្ទឹមរៀងច្រើនដែរខ្ទឹមសខ្ទឹមក្រហមហើយម្ទេសចំពោះខ្ទឹមសម្ទេសយើងបុកឲ្យរៀងម៉ត់បន្តិចតែខ្ទឹមក្រហមយើងគ្រាន់តែចិតជាចំណិតបាទស្ងោរសាច់ជ្រូកចិតឆ្អិនដែរទឹកត្រីផ្អែមគឺយើងដាំទឹកសិនដាំទឹកឲ្យពុះហើយបានខ្ញុំថែមស្ករពីងចូលហើយនឹងទឹកត្រីជាមួយនេះគឺទឹកខ្មេះដំបងដាក់រៀងតិចសិនចាហើយមានម្សៅស៊ុបបន្តិចទៅនិយាយទៅខ្ញុំអត់មានរូបមន្តអីច្បាស់លាស់ទេតែគ្រាន់តែពេលដាក់លាយផ្សំគ្រឿងហើយខ្វះលើសកន្លែងណាក៏ថែមទៅតាមក្រោយទៅចាដល់ពេលដាក់គ្រឿងផ្សំចូលច្រើនមុខអញ្ចឹងទៅវាធ្វើឲ្យរសជាតិហើយនឹងពណ៌មើលទៅគួរឲ្យចង់ញ៉ាំចាមានម្ទេសដាក់គ្រាប់ពោះកូនចៅខ្ញុំគាត់ចូលចិត្តញ៉ាំម្ទេសញ៉ាំហឹលហើយតែអញ្ចឹងក៏ដាក់ជាគ្រាប់បែបនេះគឺអ្នកណាចូលចិត្តញ៉ាំក៏ស្រង់យកម្ទេសញ៉ាំទៅអ្នកណាមិនសូវចូលចិត្តហឹលគឺយើងដាក់តែបន្តិចទេអញ្ចឹងទឹកត្រីវាអត់សូវមានរសជាតិហឹលទេចង់ហឹលថែមម្ទេសហើយយើងមកហាន់ជាគល់ខ្ទឹមដោយសារអត់មានស្លឹកខ្ទឹមក៏ប្រើជាគល់ខ្ទឹមជាមួយនឹងខ្លាញ់ដើម្បីយើងលាបលើបាញ់ហយវាបន្ថែមរសជាតិនិយាយទៅនៅ office ខ្ញុំព្យាយាមច្នៃថ្មិចបានម្ហូបប្លែកឲ្យគាត់ញ៉ាំអត់ជាន់គ្នាទេក្នុង weekday ដែលយើងធ្វើការជាមួយគ្នាតែអញ្ចឹងគាត់ដល់ពេលថ្ងៃឡើងគឺគាត់អត់បាច់បារម្ភថាត្រូវញ៉ាំអីទេថ្ងៃឡើងពេលដែលរៀបចំសម្រាប់ពីការងារអាចចូលមកតុបាយគឺមានម្ហូបរងចាំហើយម្ហូបគឺសុទ្ធតែពោពេញដោយអាហាររូបត្ថម្ភល្អគ្រប់គ្រាន់មានបន្លែត្រីសាច់និងបាយឬក៏ម្សៅរបៀប carbohydrate ដែលល្អចំពោះសុខភាពចាអញ្ចឹងមានសាច់ជ្រូក3ជាន់នេះគឺល្អដែរព្រោះវាមានខ្លាញ់ល្មមថ្ងៃនេះខ្ញុំប្រាប់ចុងភៅអត់ច្បាស់គាត់ដាក់ដាំបាយគាត់ស្មានតែយើងញ៉ាំធម្មតាដល់ពេលអញ្ចឹងដាក់ដាំបាយទៅក៏ឡើងកនេះគឺទុកចោលសិនមានស្ដៅដែរមានស្ដៅដល់ព្រោះថានេះគឺជារដូវស្ដៅហើយអញ្ចឹងត្រូវតែញ៉ាំស្ដៅតន់មានឲ្យញ៉ាំតែគ្រាន់តែស្ដៅនៅថ្លៃឡើយចាឥឡូវលាងវាឲ្យស្អាតហើយយកវាមកស្រោះបន្តិចសិនស្ដៅនេះស្លឹករៀងច្រើនហើយនៅរឹងឡើយមិនតាន់ជាស្ដៅដែលទន់ស្រួយឆ្ងាញ់ចាផ្លែបៃតងនេះច្រើនមុខជីសាឡាត់កសក់សុទ្ធតែបន្លែហើយតែបន្លែរបៀបនេះញ៉ាំបន្លែឆៅតតែទៀមទាឲ្យយើងនឹងលាងឲ្យស្អាតបើយើងលាងឲ្យស្អាតធ្វើឲ្យខូចពោះតែបុគ្គលិកនៅ office ខ្ញុំគឺគាត់ទុកចិត្តហ្មងព្រោះចុងភៅគឺគាត់ធ្វើដោយអនាម័យហើយលាងបន្លែច្រើនទឹកណាស់ចាអញ្ចឹងគឺធ្វើដោយយកចិត្តទុកដាក់ធ្វើឲ្យអ្នកដែលមកញ៉ាំបាយញ៉ាំអាហារគឺគាត់ទុកចិត្តហើយសុខភាពល្អអញ្ចឹងផលិតផលការងារចេញមកក៏វាជោគជ័យទៅតាមនឹងដែរព្រោះកងទ័ពត្រូវដើរដោយពោះដល់គុណច្រើនប្រសិនបើបងចង់ឲ្យខ្ញុំធ្វើម៉ឺនុយអីផ្សេងទៀតឲ្យ office staff របស់ខ្ញុំបានញ៉ាំបងអាច comment ខាងខ្ញុំធ្វើម៉ឺនុយអីផ្សេងទៀតឲ្យ office staff របស់ខ្ញុំបានញ៉ាំបងអាច comment ខាង